បាទសួស្តីអ្នកនរគ្នាជួបខ្ញុំទៀតហើយសុជាតិ learning បាទវីដេអូនេះគឺខ្ញុំមកបង្ហាញពុកម៉ែបងប្អូនអ្នកគ្នាដែលគាត់មានចម្ងល់ថាតើធ្វើដូចម្ដេចដើម្បីកំណត់ schedule នៅក្នុង Microsoft Teams schedule meeting ពុកម៉ែបងប្អូនអ្នកគ្នាបាទនៅក្នុង Microsoft Teams ដែលពុកម៉ែបងប្អូនបានឃើញនឹងបាទតើធ្វើដូចម្ដេចដើម្បីកំណត់នៅ schedule សម្រាប់ meeting នេះឆ្លើយសំណួរទៅពុកម៉ែបងប្អូនដែលគាត់មានចម្ងល់បាទអញ្ចឹងកុំខាតពីយូរយើងនឹងទៅមើលទាំងអស់គ្នានៅក្នុងការកំណត់ meeting នៅក្នុង Microsoft Teams តែមុនទៅមើលបាទពុកម៉ែបងប្អូនដែលទើបតែទស្សនានៅវីដេអូនេះបាទកុំភ្លេចចុច subscribe អ្នកមួយផងដើម្បីទទួលបាននូវវីដេអូផ្សេងៗទៀតនៅពេលអនាគតបាទពុកម៉ែបងប្អូនក៏អាចមើលវីដេអូផ្សេងៗទៀតផងដែរនៅក្នុង link ខាងក្រោមវីដេអូនេះបាទអញ្ចឹងខាតពីយូរតោះយើងចូលទៅក្នុង Microsoft Teams ការកំណត់ meeting ទាំងអស់គ្នាបាទសួស្តីឥឡូវនេះយើងចូលមកដល់ក្នុង Microsoft Teams ដែលពុកម៉ែបងប្អូនបានឃើញហើយគឺជាផ្ទាំង interface របស់ Microsoft Teams បែបនេះជាដំបូងពុកម៉ែបងប្អូនអាចកំណត់នៅក្នុង calendar ក៏បានឬក៏ពុកម៉ែបងប្អូនចុចទៅកាន់នៅកន្លែង view more app នេះហើយពុកម៉ែបងប្អូនរកកន្លែងពាក្យថា meet បាទអញ្ចឹងពុកម៉ែបងប្អូនឃើញពុកម៉ែបងប្អូនកុំខាតពីយូរចុចទៅលើ meet ហ្នឹងទៅបាទនៅពេលដែលចុចលើ meet ពុកម៉ែបងប្អូននឹង load នៅផ្ទាំង interface បែបនេះបាទគឺជាផ្ទាំង interface របស់ Meet របស់យើងដែលយើងអាចកំណត់ schedule បានបាទបន្ទាប់មកពុកម៉ែបងប្អូនចូលទៅកាន់កន្លែង new meeting បាទឬក៏ពុកម៉ែបងប្អូនចុចកន្លែងសញ្ញានេះពុកម៉ែបងប្អូនចុចថា schedule meeting បាទចុចមកពុកម៉ែបងប្អូនទាំងគ្នាពេលចុចមកវា load ផ្ទាំងមកបែបនេះបាទគឺសម្រាប់កំណត់ schedule meeting របស់ពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអាចកំណត់បានបែបនេះបាទអញ្ចឹងចូលមកកន្លែងដំបូងគឺពុកម៉ែបងប្អូននៅធ្វើការដាក់ចំណងជើងបាទពុកម៉ែបងប្អូនដាក់ចំណងជើងអីក៏ដាក់ទៅបាទចែកតែពុកម៉ែបងប្អូនអញ្ចឹងណាបាទដាក់អីដាក់ទៅបាទ meeting about something អីចែកតែពុកម៉ែបងប្អូនទេគឺកន្លែងហ្នឹងជាចំណងជើងរបស់ពុកម៉ែបងប្អូនហើយបន្ទាប់មកកន្លែង add requirement attendee នេះគឺពុកម៉ែបងប្អូន add អ្នកចូលរួមពុកម៉ែបងប្អូន add អ្នកណា add ទៅនេះបាទ add ចូលមកណាបាទហើយពុកម៉ែបងប្អូននិយាយរួមពុកម៉ែបងប្អូនធ្វើបែបហ្នឹងចង់ add អ្នកណាពុកម៉ែបងប្អូនសរសេរមក add គាត់ចូលមកណាគាត់មាន account យើងអាច add គាត់ចូលមកបានអញ្ចឹងណាបាទប៉ុន្តែខ្ញុំអត់ដាក់ចូលទេដោយសារខ្ញុំអត់ចង់ឲ្យ alarm គាត់ដោយសារនេះគ្រាន់តែជាឧទាហរណ៍បាទអញ្ចឹងខ្ញុំដាក់ email ខ្ញុំមួយទៅបាទអ្នកនរគ្នាអាចធ្វើការ add ឲ្យផ្ញើទៅ email បានអ្នកនរគ្នាបាទឥឡូវខ្ញុំដាក់ email មួយដើម្បីធ្វើការឲ្យផ្ញើទៅបាទបែបនេះដោយសារខ្ញុំចិល alert គាត់បាទខ្ញុំដាក់តែមួយនេះគ្រាន់តែជាឧទាហរណ៍ជូនពុកម៉ែបងប្អូនអ្នកគ្នាបាទពុកម៉ែបងប្អូនអាចធ្វើការ add តាមហ្នឹងមកណាបាទឥឡូវកាលបរិច្ឆេទឥឡូវខ្ញុំដាក់ថ្ងៃហ្នឹងបាទគឺជាថ្ងៃទី20ហើយខ្ញុំដាក់ម៉ោង4បាទអ្នកគ្នាខ្ញុំដាក់ម៉ោង4បាទហើយនៅថ្ងៃហ្នឹងដដែលបាទទៅដល់ម៉ោង5រយៈពេល1ម៉ោងហើយខ្ញុំអាច apply all day បានអ្នកគ្នាបាទ apply ក៏ apply ទៅហើយកន្លែងនេះ add channel មាន add ទៅតាម team ដែលយើងមានស្រេចគេហៅថាក្រុម team យើងហ្នឹងបើអត់មានអត់ទៅបាទកន្លែងហ្នឹងបើមានយើង add មកនេះវាមាន team របស់យើងណាលក្ខណៈថា channel របស់យើងតែបើអត់ក៏អត់ទៅហើយកន្លែងនេះយើងអាច add location បានបាទយើងដាក់ Cambodia ទៅបាទហើយបន្ទាប់មកកន្លែងនេះយើងសរសេរអីថែមអញ្ចឹងណាបាទអត់យើងសរសេរអីប្រាប់គេក៏សរសេរទៅបាទគឺប៉ុណ្ណឹងបាទទីមួយពុកម៉ែបងប្អូនត្រូវកាត់ឈ្មោះហើយសរសេរ add សមាជិកចូលដើម្បីវាផ្ញើទៅហើយកំណត់ការបរិច្ឆេទហើយនឹងម៉ោងបាទបន្ទាប់មកប៉ុណ្ណឹងបន្ទាប់មកពុកម៉ែបងប្អូនធ្វើការចុច send អញ្ចឹងខ្ញុំកំណត់ថ្ងៃទី20ខែ2វេលាម៉ោង4ទៅដល់ម៉ោង5បាទឥឡូវខ្ញុំចុច send អញ្ចឹងវានឹង send ទៅបើសិនជាអ្នកនរគ្នា add មនុស្សនៅនេះច្រើនវានឹង add ទៅតាមហ្នឹងអញ្ចឹងណាបាទអញ្ចឹងពុកម៉ែបងប្អូនចុច send បាទបន្ទាប់ពីចុច send ពុកម៉ែបងប្អូនចាំតិចវានឹង create meeting របស់ពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនចូលទៅកាន់រូប calendar ហើយពុកម៉ែបងប្អូននឹងឃើញ meeting របស់ពុកម៉ែបងប្អូននេះកញ្ញាថ្ងៃទី20បាទម៉ោង4ទៅដល់ម៉ោង5អញ្ចឹងពុកម៉ែបងប្អូនបង្កើតបានហើយពុកម៉ែបងប្អូនចង់បង្កើតទៅថ្ងៃផ្សេងទៀតបាទបង្កើតតាមហ្នឹងទៅថ្ងៃតាមជាក់ស្ដែងបាទតែនេះគឺខ្ញុំបង្ហាញតែប៉ុណ្្នឹងទេចំពោះការបង្កើត meeting ឥឡូវហ្នឹងបាទគឺអាចបង្កើតបែបហ្នឹងអញ្ចឹងនៅពេលបង្កើតបែបហ្នឹងហើយពុកម៉ែបងប្អូនអាចធ្វើការ share link ទៅឲ្យគាត់បានបាទឬក៏ផ្ញើចូលក្រុមបាន
ពុកម៉ែបងប្អូនចុចលើហ្នឹងមកហើយពុកម៉ែបងប្អូនចុចកន្លែង edit ហ្នឹងមកពុកម៉ែបងប្អូននឹងឃើញអីផ្សេងៗច្រើនទៀតឬពុកម៉ែបងប្អូនចុចកន្លែងនេះហើយ copy link បាទនេះ copy join link ពុកម៉ែបងប្អូនអាច copy join link នេះយកទៅឲ្យអ្នកដទៃបានអញ្ចឹងណាអ្នកនរគ្នាបាទយកទៅឲ្យអ្នកដែលត្រូវ join នៅម៉ោងហ្នឹងវេលាហ្នឹងហើយថ្ងៃហ្នឹងបាទពុកម៉ែបងប្អូនចុច edit មកវាមាននៅនឹងទាំងអស់អ្នកនរគ្នាមាន link មានលេខកូដអញ្ចឹងពុកម៉ែបងប្អូនអាចផ្ញើអាហ្នឹងទៅបាទផ្ញើអាទាំងអស់ហ្នឹងយកទៅឲ្យគេទៅនោះពុកម៉ែបងប្អូនអាចរួចរាល់ហើយបាទនេះហើយគឺជាការបង្កើត schedule សម្រាប់ meeting សង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនអរគ្នាហើយសង្ឃឹមថានឹងជួបពុកម៉ែបងប្អូននៅវីដេអូក្រោយបាទកុំភ្លេចជួយចុច subscribe ផងបាយ